មានបងប្អូនជាច្រើនដែលគាត់អត់ស្គាល់អ្វីជាកពីងប្រូស្តាតតែជំងឺកពីងប្រូស្តាតធំគឺជាគិតកលលាក់មុខសម្រាប់បុរសកពីងប្រូស្តាតគឺជាអវយវៈដែលមាននៅក្នុងភេទរបស់បុរសដែលមានរាងប៉ុនក្របវល់ណាត់ដែលព័ទ្ធជុំវិញនៅបំពង់បង្ហូរនោមជាប់នឹងតម្រងនោមមានមុខងារជួយផលិតអរម៉ូនចានិងតួនាទីសំខាន់នៅក្នុងការការពារដល់ពពួកមេជីវិតឈ្មោលអាការៈដែលបង្ហាញពីកពីងប្រូស្តាតមានដូចជាមានអារម្មណ៍ថាបត់ជើងតូចមិនអស់តែបត់ជើងម្ដងហើយម្ដងទៀតនៅក្នុងរយៈពេល2ម៉ោងម្ដងហើយអាចនឹងបត់ជើងរៀងដាច់ហើយពិបាកនៅក្នុងការបត់ជើងតូចខ្លាំងមែនទែនចាហើយទៅប្រឹងនៅក្នុងការបត់ជើងតូចហើយបត់ជើងតូចញឹកញាប់នៅពេលយប់បញ្ហានៃកពីងប្រូស្តាតធំភាគច្រើនកើតនៅលើបុរសដែលគាត់មានវ័យចាប់ពី40ឆ្នាំឡើងទៅតែក៏អាចកើតមានសម្រាប់បុរសដែលគាត់អង្គុយធ្វើការយូរក៏ដូចជាសម្រាប់អ្នកដែលគាត់បើកបរក្នុងចម្ងាយឆ្ងាយជារៀងរាល់ថ្ងៃអ្នកដែលផឹកគ្រឿងស្រវឹងជាប្រចាំអ្នកដែលចូលចិត្តញ៉ាំសាច់ច្រើនអ្នកដែលជក់បារីឬក៏បារីអេឡិចត្រូនិកសម្រាប់ការការពារក៏ដូចជាដោះស្រាយបញ្ហាកពីងប្រូស្តាតធំជាមួយនឹងបញ្ហាតម្រងនោមហើយក៏ជួយកម្លាំងទៅដល់បុរសបងប្អូនអាចញ៉ាំនៅអាតូមីសូផាមេតូដែលផលិតចេញពីសូផាមេតូនិងសារធាតុផ្សំដែលសំខាន់ជាច្រើនមុខទៀតដែលល្អសម្រាប់សុខភាពរបស់យើងបងប្អូនអាចធ្វើការឲ្យបញ្ជាទិញដោយផ្ទាល់ពីក្រុមហ៊ុនតម្លៃត្រឹមតែ$39ក្នុងមួយកំប៉ុងដែលបងប្អូនអាចញ៉ាំបានរហូតដល់3ខែអញ្ចឹងមួយខែបងប្អូនចាយអស់ត្រឹមតែ$13